អូខេសួស្តីអ្នកគ្នាបាទបាទជំរាបបាទស្មីទៀតហើយថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបបង្កើតមុនធនអ្នកគ្នាហ្នឹងហើយដោយសារឲ្យគ្នាយើងខ្លះគាត់តែញ account ទៅប៉ុន្តែគាត់ចូលអត់កើតទៅដោយសារតែគាត់អត់បង្កើតមុនធនជាមួយ account ចាស់របស់គាត់អញ្ចឹងសម្រាប់មុនធនហ្នឹងអ្នកគ្នាណា account មុនធនហ្នឹងដើម្បីយើងភ្ជាប់មុនធនហើយបានយើង log in បាទចូល account ថ្មីកើតអ្នកគ្នាបើសិនជាអ្នកគ្នាអត់ធ្វើអញ្ចឹងទេគឺ log out ទេ log in កើតទេហ្នឹងហើយអ្នកគ្នាអញ្ចឹងពីរបៀបដែលយើងធ្វើហ្នឹងអ្នកគ្នាត្រូវមាន Gmail មួយបាទ Gmail ខ្លួនឯងបានដែលដាក់នៅក្នុងបាទ game ហ្នឹងដាក់ក្នុង game mobile ហ្នឹងឬក៏ Gmail ដែលបង្កើតថ្មីរបស់អ្នកគ្នាអញ្ចឹងជាដំបូងវាងាយស្រួលអ្នកគ្នាអត់ពិបាកទេដោយសារយើងបង្កើតហើយយើងទៅយើងអាចចូលទៅក្នុង account ថ្មីដែលអ្នកគ្នាទិញពីកន្លែងខ្ញុំទៅបានអ្នកគ្នាណាបើសិនជាអ្នកខ្លះក៏អត់មានមុនធនហ្នឹងក៏ចូលកើតទេអ្នកគ្នាអញ្ចឹងវីដេអូនេះគ្នាយើងសនុំពោច្រើនហើយអ្នកគ្នាកុំភ្លេចជួយ share ទុកបាទម្នាក់មួយផងបាទដោយសារតែវីដេអូនេះបើសិនជាតែតិចទៀតទៅហ្នឹងគឺវាក្រោលទៅក្រោមហ្នឹងគឺអ្នកគ្នារត់ឃើញយើងអញ្ចឹងអ្នកគ្នាត្រូវតែបង្កើតត្រូវតែនេះខ្លួនឯងអ្នកគ្នាត្រូវតែនេះខ្លួនឯងត្រូវតែទុកខ្លួនឯងទៅអ្នកគ្នាព្រោះដោយសារតែខ្ញុំឆ្លៀតពេលធ្វើឲ្យអ្នកគ្នាបានមួយទេជាមួយនឹងវីដេអូបង្រៀនណាអូខេអញ្ចឹងជាដំបូងអ្នកគ្នាបាទចូលមកក្នុង game មកហើយចូលក្នុង game មកហើយចូល profile ណាអូខេហើយបន្តមកអ្នកគ្នាចុចពីថា account អូខេចុចពីថា account ហ្នឹងទៅអូខេហើយបន្តមកអ្នកគ្នាប្រកាសចុចពីថាមុនធននៅលើគេនេះហើយអ្នកគ្នាចុចលើមុនធនហ្នឹងមកបាទចុចលើមុនធនហ្នឹងមកវានឹងចេញទម្រង់បែបនេះបាទទម្រង់បែបនេះអ្នកគ្នាណាហ្នឹងហើយខ្ញុំសុំ screenshot ទៅសិនអញ្ចឹងអ្នកគ្នាមានច្រើនទេអ្នកគ្នាជាដំបូងអ្នកគ្នាដាក់ Gmail របស់អ្នកគ្នាមកបាទដាក់ Gmail របស់អ្នកគ្នាដែលអ្នកគ្នាមានមកឬក៏អ្នកគ្នាបង្កើតថ្មីមកហើយបន្ទាប់មកអ្នកគ្នាដាក់ password បាទ password ទៅក្រោមហ្នឹងអ្នកគ្នាហើយដាក់អក្សរធំមុខអក្សរឈ្មោះរបស់យើងណាអក្សរធំនៅមុខគេអ្នកគ្នាហើយបន្ទាប់មកអ្នកគ្នាប្រហែលអញ្ចឹងណាឧទាហរណ៍ណាខ្ញុំឧទាហរណ៍អ្នកគ្នាមើលណាហ្នឹងហើយបាទខ្ញុំឧទាហរណ៍អ្នកគ្នាមើលទេហើយជាមួយក្រោមនេះបើសិនជាយើងចង់ដាក់ឈ្មោះអីក៏ដាក់ទៅបាទដាក់ឈ្មោះបានអីក៏បានណាហ្នឹងហើយយើងដាក់ក៏បានយើងដាក់ក៏បានណាអ្នកគ្នាតែយើងដាក់ទៅហ្នឹងហើយដាក់ស្មីអញ្ចឹងទៅអ្នកគ្នាអូខេអញ្ចឹងឲ្យអ្នកគ្នាប្រកាសឃើញប៉ុន្តែខ្ញុំបញ្ជាក់តិចអា Gmail នេះយើងរក Gmail ថ្មីក៏បាន Gmail ដែលយើងស្គាល់ឲ្យទុកចោលក៏បានដែរអ្នកគ្នាហើយអាក្រោមនេះយើងដាក់ឲ្យដូចគ្នាណាអាទី2ទី3នេះក្រោមទី2ទី3នេះអ្នកគ្នាដាក់ឲ្យដូចគ្នាបើដាក់ខុសគ្នាក៏អត់ចេញដែរអ្នកគ្នាក៏កើតដែរអ្នកគ្នាបញ្ជាក់ឥឡូវយើងធ្វើការចុច submit មួយសិនណាយើងចុច submit មកអ្នកគ្នាបាទយើងចុច submit មកអូខេអូខេអញ្ចឹងវាចេញដល់កន្លែងនេះអ្នកគ្នាបាទហើយគឺវាចេញបែបនេះគឺយើងបើមើលខាងក្រោមនេះយើងចុចឲ្យវាត្រូវឲ្យតាមលេខរបស់វាដំបូងអារូបថតនេះអូខេហើយបន្ទាប់មកកែវទឹកអូខេហើយបន្ទាប់មកបាទសញ្ញាបុកដកណាចុចទៅនឹងមកអូខេចុចទៅនឹងមកហើយអ្នកគ្នាប្រកាសឃើញចេះហើយវានឹងធ្វើការឲ្យយើងបាទcheck នៅក្នុង Gmail នឹងអ្នកគ្នាណាហ្នឹងហើយអូខេចេញក្នុង Gmail ឥឡូវខ្ញុំទៅ check ក្នុង Gmail សិនដើម្បីភ្ជាប់ណាហ្នឹងហើយឥឡូវខ្ញុំទៅ check ក្នុង Gmail សិនអូខេចូលមកក្នុង Gmail នេះអ្នកគ្នាណាចូលមកក្នុងកម្មវិធីហ្នឹងមកអូខេបាទចុចនៅលើ Gmail ហ្នឹងហើយអ្នកគ្នាចូលមកវាឃើញហើយ mobile គេផ្ញើសារមកអ្នកគ្នាណាឃើញទេបាទ mobile ចាំទៅយើងចុចចូលកន្លែងហ្នឹងមកអូខេហើយយើងចុចកន្លែងនេះកន្លែងនេះដោយសារវា slow អញ្ចឹងទៅវាអត់ចេញ invite ទេអ្នកគ្នាហើយអ្នកគ្នាចុចចូលទៅមួយទៀតមកចុចចូលអាហ្នឹងមួយទៀតមកអ្នកគ្នាគឺវានឹងជាប់ auto ហើយជាមួយនឹង account ហ្នឹងយើងចុចអា search មកយើងចុចយក pro មកអូខេហើយអ្នកគ្នាចាំទីវា slow តិចគ្នាយើងឥឡូវយើងទៅកាប់បើ internet ចឹងវា slowអ្នកគ្នាឲ្យចាំតែចុចអាកន្លែងហ្នឹងទៅហើយអ្នកគ្នាណាប៉ុន្តែសារខ្ញុំ slow ពេកអ្នកគ្នាមើលចុចអត់កើតទេនេះហ្នឹងអូខេអ្នកគ្នាគាត់ invite មកហើយអ្នកគ្នាអត់មានអីច្រើនទេភ្ជាប់3មកប៉ុណ្ណាណានេះបាទចុចទៅហ្នឹងទៅបាន invite now ទៅបានហើយអ្នកគ្នាអូខេបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយបន្តទៀតណា